ដោយមិនរងចាំនៅយើងហៅថាទាហានរបស់យើងទាំង18នាក់ដែលត្រូវចាប់ខ្លួនតាំងពីមួយថ្ងៃក្រោយបាត់ឈប់បាញ់ចូលជាធរមានដែរហើយអញ្ចឹងក៏មានវិធានការមួយចំនួនទៀតដែលចែងនៅក្នុងហ្នឹងជាពិសេសការដោះស្រាយតំបន់ព្រំដែនដោយសន្តិវិធីការគោរពនៅគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាចំនួនផ្សេងហើយក៏វិជាអាសាជាថ្មីនៅការបដិញ្ញាចិត្តរៀងខ្លួនទាំងសងខាងនេះគឺដើម្បីធ្វើយ៉ាងម៉េចឲ្យរួមគ្នាក្នុងឋានៈជាប្រទេសជិតខាងអចិន្ត្រៃយ៍ពួកកម្ពុជានិងថៃមិនអាចឬដីទៅនៅកន្លែងផ្សេងបានទេយើងជាអ្នកជិតខាងពីអតីតកាលយើងជាអ្នកជិតខាងបច្ចុប្បន្នកាលហើយទៅអនាគតកាលច្រើនរយឆ្នាំពាន់ឆ្នាំក៏មិនដឹងតទៅមុខទៀតក៏យើងនៅតែជាអ្នកជិតខាងជាមួយគ្នាអញ្ចឹងយើងមានការទទួលខុសត្រូវនេះរួមគ្នាក្នុងការស្ដារនៅតំណែងតំណងប្រកបដោយភាពឡើងវិញរវាងប្រទេសយើងទាំងពីរនាំមកដល់សន្តិភាពនិងវិបលភាពសម្រាប់ប្រទេសក៏ដូចជាសម្រាប់ផលប្រយោជន៍នៃប្រជាជនយើងទាំងពីរដែរបាទអានោះសូមក្រឡេកទៅទីនៃកិច្ចប្រជុំបន្តិចតើប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងដូចម្តេចដែរបាទការប្រជុំនេះគឺជាការប្រជុំ